តោះថ្ងៃនេះដែរខ្ញុំចង់បង្ហាញពីរបៀបបង្កើត Apple ID អញ្ចឹងជាដំបូងយើងត្រូវការចូលទៅក្នុង browser មួយដើម្បីយើងបង្កើតជា Gmail សិនអញ្ចឹងយើងពីមុនយើងត្រូវបង្កើតតាម iTunes ប៉ុន្តែឥឡូវមួយរយៈនេះ iTunes វាបង្កើតលិតកើតណាអញ្ចឹងយើងត្រូវការបង្កើតតាមbrowser អញ្ចឹងដំបូងយើងត្រូវ add list មួយមកដើម្បីបង្កើតជា Gmail មួយសិនឲ្យបាន Gmail មួយជាដំបូងយើងត្រូវsign out Gmail ដែលយើងជាប់សិនឬក៏យើងចុច add មកបន្តមកយើងចុចcreate account មកបន្ទាប់ពីយើង create account ហើយយើងបំពេញឈ្មោះបំពេញអីហើយយើងដាក់ថ្ងៃខែឆ្នាំកំណើតចេះតែដាក់ទៅបើត្រឹមត្រូវពេកក៏បានដែរតោះមកយើងចុច next វាទៅមុខរួចយើងវាយ Gmail GA ចឹងមកតោះមកយើងវាយ record យល់ជាល្អយើងដាក់លេខទូរស័ព្ទយើងមកស្រួលបន្ទាប់មកយើងវាយដាក់លេខទូរស័ព្ទមកលេខទូរស័ព្ទយើងដាក់របស់ភ្ញៀវផ្ទាល់ល្អជាងបន្ទាប់មកកន្លែងនេះយើងវាយលេខកូដ Google ដែលក្រុមហ៊ុនផ្ញើចូលទូរស័ព្ទយើងវាយចូលនៅកន្លែងហ្នឹងមកបន្ទាប់មកយើងវាយលេខចូលមកបន្ទាប់មកយើងនិចទៅមុខរួចកន្លែងនេះយើងដាក់email សង្គ្រោះមួយមក email ផ្ទាល់ខ្លួនយើងវាយចូលមកដោយសារកន្លែងខ្ញុំវាយនេះខ្ញុំច្រឡំចុច skip ខ្ញុំអត់បានចុច next ទេអញ្ចឹងយើងចុច next យក next កន្លែងនេះយើងយក next មកកន្លែងនេះយើងយកតាមនឹងមកតាមនឹងទាំងអស់មកនេះយើងបង្កើត Gmail បានមួយហើយបន្តិចទៀតយើងនឹងបង្កើតជា Apple ID ម្ដងបន្ទាប់មកយើងបង្កើតវាបានហើយយើងបើក list មួយទៀត search Apple ID តើយើងចុចយកពាក្យហ្នឹងមករួចយើងយកពាក្យ create យក Apple ID បន្ទាប់ពីយើង create យក Apple ID រួចយើងបំពេញឈ្មោះហើយឲ្យបានត្រឹមត្រូវមកបន្ទាប់មកយើងយក line country យើងយក Cambodia បន្ទាប់មកយើងវាយថ្ងៃខែឆ្នាំកំណើតយើងវាយធម្មតាមកតោះមកយើងទៅ copy email យើងយកទៅផាសនៅក្នុងកន្លែង Apple ID យើងបង្កើតហ្នឹងកន្លែងនេះយើងដាក់លេខកូដយើងវាយជាអក្សរធំមុនវាយដូចខ្ញុំបង្ហាញណាហើយបន្ទាប់មកយើងចុច confirm លេខកូដ
តមកដល់កន្លែងនេះយើងរើសយក Cambodia ទៀតបន្ទាប់មកយើងវាយលេខទូរស័ព្ទយើងចូលកន្លែងនេះយើងត្រូវឲ្យសរសេរអក្សរអង់គ្លេសចូលដល់កន្លែងហ្នឹងនេះប្រាប់ឲ្យយើងសរសេរចូលសរសេរតាមវាមកតោះមកយើងចុច continue តោះមកយើងទៅយកលេខកូដនេះនៅក្នុង Gmail យកមកដាក់នៅកន្លែងហ្នឹងវាឲ្យយើងverify លេខកូដដើម្បីឲ្យវាដំណើរការ ID ហ្នឹងណាចឹងនេះវាផ្ញើមកហើយយើងទៅ copy លេខកូដហ្នឹងមក Ctrl C មកតោះមកយើងចុចកន្លែងហ្នឹង Ctrl V ផាសយើង continue តោះមកកន្លែងនេះវាផ្ញើសារចូលលេខទូរស័ព្ទយើងមួយទៀតយើងយកលេខកូដកន្លែងវាផ្ញើសារហ្នឹងយើងយកដាក់ចូលកន្លែងហ្នឹងទៀតមកយើងសរសេរវាមកតមកទៀតយើងចុច continue ពេលនោះ ID យើងនឹងបានមកដំណាក់កាលហើយអានេះយើងអត់តន់ជោគជ័យ 100% ទេយើងត្រូវតែ connect វាចូលទូរស័ព្ទឬក៏ចូលកន្លែង iTunes មកបន្ទាប់មកយើងចូល iTunes យើងចុចកន្លែងពាក្យ account រួចយើងចុចពាក្យ sign in បន្ទាប់មកយើងវាយ email យើងចូលមក email Apple ID យើងបង្កើតហើយមិញហ្នឹងបន្ទាប់មកយើងយកមកផាសនៅកន្លែងហ្នឹងមកហើយយើងវាយលេខកូដដែលយើងដាក់ហ្នឹងឲ្យត្រឹមត្រូវមករួចយើងចុចពាក្យ sign in តោះមកយើងយកលេខកូដនៅក្នុងសារគេផ្ញើចូលលេខទូរស័ព្ទយើងហ្នឹងវាយចូលកន្លែងហ្នឹងមកបន្ទាប់មកយើងចុចពាក្យ review បន្ទាប់មកយើងករិះកន្លែងហ្នឹងមួយមកយើងចុច continue កន្លែងនេះបំពេញព័ត៌មានវាមកបំពេញតាមខ្ញុំក៏បានបំពេញដែលបងប្អូនចេះដោយខ្លួនឯងក៏បានដែរតមកកន្លែងនេះយើងត្រូវយក address passcode យកមកដាក់បន្ទាប់មកយើងចូលកន្លែង browser យើងសរសេរពាក្យថា postcode Cambodia យើងដើម្បីយើងរក postcode វាយកមកដាក់មកយើងចុច enter មកបន្ទាប់មកយើងចូល postcode យើងយកតកែវរួចយើងយកត្រាំងបន្ទាប់មកយើងរកកន្លែងស្រងែយើងយកមកយើងនៅស្រងែយើងយកស្រងែបន្ទាប់មកយើងនោះ postcode ដែលយើងយកដាក់ចឹងយើង copy វាមកយកមកដាក់កន្លែងហ្នឹងមកហើយបន្ទាប់មកយើងដាក់កន្លែងហ្នឹងយើងដាក់សរសេរលេខ90ក៏បានដែរកន្លែងនេះយើងសរសេរ855ហើយកន្លែងលេខនេះយើងវាយលេខអីលេខឲ្យតែគ្រប់7ខ្ទង់តោះមកយើងចុច continue ព
ពេលនេះID យើងបង្កើតបានហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា